នេះជាទស្សនវិជ្ជាភូមិកត្តមាដែលនៅមិនឆ្ងាយពីទីក្រុងដែលខ្ញុំរស់នៅទេប្រហែលជា30-40 គីឡូតាមរទេះភ្លើងបើជិះវិញប្រហែលជា45 នាទីឯទេបងប្អូនដោយសារទីក្រុងម៉ាឡាកាក៏ដូចជាភូមិផ្សេងដែលនៅចិត្តឬក៏នៅម្ដុំហ្នឹងគឺស្រដៀងគ្នាបងប្អូនហើយមានតែភ្នំមានតែដើមឈើពណ៌បៃតងជុំចិត្តដូច្នេះទេសភាពគឺមិនសូវខុសគ្នាទេបងប្អូនស្រដៀងគ្នាហ្នឹងហើយឲ្យតែថ្ងៃសម្រាប់យើងថា weekend ចុងសប្តាហ៍ហ្នឹងខ្ញុំតែងតែនាំលូរីនដើរទៅភូមិចិត្តហ្នឹងចាមករយៈហ្នឹងចូលខែត្រជាក់គឺធ្លាក់ខ្យល់ខ្លាំងណាស់ដូច្នេះខ្ញុំពាក់អាវក្រាស់ឲ្យលូរីនពេលខ្លះអាវរៀងស្ដើងល្មមវាទប់អត់ជាប់ទេដោយសារនៅទីនេះអត់ធ្លាក់ព្រិលទេបងប្អូនប៉ុន្តែវាខ្យល់ដល់ពេលវាខ្យល់ខ្លាំងវាក៏ត្រជាក់ដែរពិតមែនតែវាអត់ព្រិលតែវាក៏ត្រជាក់ដោយសារខ្យល់នឹងឯងហើយបើសិនជាយើងអត់ពាក់មួកឬក៏រុំកឲ្យចិត្តទេវាធ្វើឲ្យយើងនឹងឈឺផ្ដាសាយអីចឹងទៅហើយលូរីនចូលចិត្តណាស់បងប្អូនឲ្យទៅណាគឺគាត់ឆ្លៀតរហូតលេងតាមផ្លូវបដាតម្រាំទៅដល់ទីតាំងណាដែលយើងចង់ទៅហ្នឹងគឺគាត់ឈប់លេងចឹងឯងហើយកន្លែងដែលយើងទៅហ្នឹងគឺជាកន្លែង sport សម្រាប់ក្មេងលេងកីឡាក៏ដូចជាមាន playground ឲ្យក្មេងលេងដែរបងប្អូននៅទីនេះគឺគេលើកទឹកចិត្តណារឿងកីឡាហ្នឹងដូចបងប្អូននឹងស្រាប់ហើយអេស្ប៉ាញគឺល្បីខាងបាល់ទាត់ហ្នឹងគឺល្បីខ្លាំងហើយក្មេងៗនៅទីនេះតែអាយុ3-4-5 ឆ្នាំហ្នឹងគឺគាត់ចាប់ផ្ដើមហាត់ពីក្មេងហើយក្មេងនៅទីនេះសូម្បីតែគាត់លេងបាល់ទាត់ក៏ស្អាតជាងយើងដែរបងប្អូនមើលទៅឃើញគាត់មានបច្ចេកទេសក្នុងការលេងតាំងពីក្មេងបើយើងនិយាយថាដុងហើយមិនថាកូនគេកូនខ្ញុំទេឡូរីនហ្នឹងក៏ចូលចិត្តលេងបាល់ទាត់ដែរប៉ុន្តែមិនទាន់បានដាក់គាត់ចូលទៅទេដោយសារបច្ចុប្បន្នភាពហ្នឹងគាត់រៀនច្រើនវគ្គដែរអញ្ចឹងទៅតាមសម្រួលម្ដងមួយហើយបងប្អូនមើលទៅកន្លែងហ្នឹងកន្លែងគេលេង sport មានគ្រប់កីឡាអញ្ចឹងទៅប៉ុន្តែមិនយកលុយទេបងប្អូនយើងអាចចូលទៅលេងដោយមិនអស់លុយទេឃើញតែស្អាតអញ្ចឹងឯងគេថែទាំ maintenance មិនក៏តែគឺសម្រាប់យើងទៅលេងអត់មានយកលុយយកអីទេបងប្អូនហើយទល់គ្នាជាមួយនឹងកន្លែងគេលេងកីឡាហ្នឹងមានកន្លែង playground នេះឲ្យកូនក្មេងលេងដែរពីភូមិមួយទៅភូមិមួយឬក៏ប្លុកមួយទៅប្លុកមួយគឺមានកន្លែងក្មេងលេងអញ្ចឹងគឺសម្បូរណាស់ដើម្បីលើកទឹកចិត្តក្មេងឲ្យគាត់សប្បាយបងប្អូនដោយសារល្ងាចហើយអញ្ចឹងខ្ញុំក៏នាំលូរីនត្រឡប់ទៅវិញដើម្បីចាំឡានក្រុងប៉ុន្តែបងប្អូននៅទេសភាពឡើងស្អាតពេលល្ងាចត្រឡប់ទៅវិញនឹងនៅកន្លែងខ្ញុំរស់នៅបើនិយាយពីទេសភាពគឺឲ្យអ៊ូយគឺស្អាតទាំងព្រឹកទាំងល្ងាចសូម្បីតែអាកាសធាតុក៏ល្អដែរគ្រាន់តែមានខ្យល់បន្តិចហើយលូរីននិងម៉ាក់នឹងកំពុងតែរងចាំឡានក្រុងដើម្បីត្រឡប់ទៅវិញឡានក្រុងនៅទីនេះតែ10នាទីគឺមានមួយហើយបងប្អូននិយាយទៅគឺជើងគេញឹកញាប់ដែរមិនយូរទេចាអរគុណបងប្អូនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត